bà số đây bong ôn bà videoថ្ងៃនេះខ្ញុំធ្វើការឆ្លើយតបបាទ comment បងប្រុសម្នាក់ដែលគាត់អត់ទាន់ស្គាល់ដើមអណ្ដាតគោបងប្អូនណាបាទដើមអណ្ដាតគោអានេះជាដើមអណ្ដាតគោវាមិនខ្ពស់វាមិនធំទេបងប្អូនណាវាប្រភេទជាស្មៅបងប្អូនណាបាទហើយផ្កាវាវែងមុតមួយជួរបងប្អូនមុតឈឺអាផ្កាវាហ្នឹងបាទថ្ងៃនេះខ្ញុំមកដកដើមអណ្ដាតគោនេះមកស្រាយចម្ងល់បងប្រុសម្នាក់ដែលគាត់អត់ស្គាល់ហើយវាត្រូវនឹងជំងឺរឹសដូងច្រមុះហើយនឹងអាឡែស៊ីច្រមុះបាទអានេះបកែណាបងប្អូនបាទយើងធ្វើរយៈពេលតែ1សប្តាហ៍បងប្អូននឹងទទួលបានលទ្ធផលល្អណាស់បាទមានបងប្អូនយើងជាច្រើនហើយបាទតេតតនឹងដាំអណ្ដាតគោនេះដែរបាទវិធីធ្វើគឺបងប្អូនបាទដកដើមវានឹងមកបាទដក 4-5 ដើមមកហើយបងប្អូនយកកបិតមុតតិចមកបងប្អូនកោសដើមវានេះកោសឲ្យវាដូចថ្នាំខ្លាំងតាគាត់ជក់បរិយណាកោសអញ្ចឹងមកបាទកោសវាចេញសរសៃមកបាទកោសតែដើមវាទេណាបងប្អូនបាទអត់យកស្លឹកវាទេរួចហើយក៏បងប្អូនយកវាទៅហាលថ្ងៃឲ្យស្ងួតបាទកោសឲ្យបានច្រើនយកទៅហាលថ្ងៃឲ្យស្ងួតបងប្អូនយកស្លឹកចេកបាទស្លឹកចេកងាប់ណាបាទស្លឹកចេកនៅតាមស្លឹកចេកអីក៏បានដែរបងប្អូនឲ្យតែស្លឹកចេកងាប់បាទយកមកកាត់វាដូចกระดาษយើងសម្រាប់យើងទុកជក់បាទមូលថ្នាំហ្នឹងយើងជក់ដូចថ្នាំខ្លាំងរបស់តាណាបាទបងប្អូនធ្វើរយៈពេលតែ1អាទិត្យណាបងប្អូនណាបាទធានាថាបាទអាឡែស៊ីច្រមុះហើយនឹងរឹសដូងច្រមុះបាទវានឹងធូរស្បើយវានឹងជាបងប្អូនណាបាទអញ្ចឹងគឺអត្ថប្រយោជន៍ថ្ងៃនេះខ្ញុំក៏បានមកចែករំលែកតាក់ទងនឹងបងប្រុសគាត់ comment ផងហើយនឹងបានធ្វើវីដេអូសារជាថ្មីនេះដើម្បីឲ្យបងប្អូនបាទគាត់អត់ទាន់បានមើលវីដេអូខ្ញុំក៏គាត់បានយល់អំពីអត្ថប្រយោជន៍របស់ដើមអណ្ដាតគោនេះផងដែរបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទបើគិតថាមានប្រយោជន៍បងប្អូនជួយផ្សព្វផ្សាយឲ្យបងប្អូនយើងដទៃទៀតបាទគាត់បានជ្រាបអំពីអត្ថប្រយោជន៍តាក់ទងនឹងដើមអណ្ដាតគោនេះផងដែរបាទរាល់ការខុសឆ្គងនៅពាក្យសម្ដីខ្ញុំធ្វើអត្ថាធិប្បាយបាទក៏សូមបងប្អូនខន្តីអភ័យទោសបាទដល់ខ្ញុំបាទបងផងបាទអរគុណច្រើន